ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមគឺជាអ្វីហើយហេតុអ្វីបានជាប្រព័ន្ធនេះសំខាន់សម្រាប់អ្នកទូរស័ព្ទរបស់អ្នកភ្ជាប់អ្នកទៅនឹងអ្វីៗគ្រប់យ៉ាងដែលចាំបាច់ហើយឥឡូវនេះមានវិធីសាមញ្ញមួយដើម្បីរក្សាវាឲ្យមានសុវត្ថិភាពសូមណែនាំប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមឬហៅកាត់ថាប្រព័ន្ធ EIRS ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជាក់ថាឧបករណ៍របស់អ្នកមានសុវត្ថិភាពត្រឹមត្រូវនិងប្រើប្រាស់ដោយមានទំនុកចិត្តប្រព័ន្ធដែលមានសារៈសំខាន់នេះត្រូវបានអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាទូរស័ព្ទដែលមានលេខ IMEI មិនត្រឹមត្រូវអាចមានបញ្ហាដូចជាដំណើរការមិនប្រក្រតីមានបញ្ហាគុណភាពសេវាឬហានិភ័យដល់សុខភាពជាមួយប្រព័ន្ធ EIRS អ្នកអាចពិនិត្យស្ថានភាពលេខ IMEI ដើម្បីបញ្ជាក់ថាឧបករណ៍របស់អ្នកមានភាពត្រឹមត្រូវសុវត្ថិភាពនិងទំនុកចិត្តទូរស័ព្ទនីមួយៗមានលេខ IMEI មិនដូចគ្នាដែលប្រើសម្រាប់សម្គាល់អត្តសញ្ញាណរបស់ទូរស័ព្ទនោះអ្នកអាចស្វែងរកលេខ IMEI តាមរយៈចុចផ្កាយទ្រង់ជ្រូក06ទ្រង់ជ្រូកឬនៅក្នុងមុខងារការកំណត់ Setting ឬនៅលើប្រអប់ដើមនៃទូរស័ព្ទរបស់អ្នកប្រព័ន្ធ EIRS ត្រូវបានបង្កើតឡើងសម្រាប់អ្នកគ្រប់គ្នាទាំងអ្នកប្រើប្រាស់អ្នកលក់រាយអ្នកចែកចាយអ្នកនាំចូលនិងអ្នកទាំងអស់គ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាដើម្បីទទួលបានព័ត៌មាននិងមានសុវត្ថិភាពសូមពិនិត្យស្ថានភាពលេខ IMEI របស់អ្នកជាមួយប្រព័ន្ធ EIRS នៅថ្ងៃនេះ